ការសិក្សាមួយដែលមានរយៈពេលវែងបំផុតដែលធ្វើឡើងដោយសាកលវិទ្យាល័យ Harvard បងប្អូនទាំងអ្នកដឹងអត់តាំងពីឆ្នាំ1938រហូតមកដល់ឥឡូវគឺជាការសិក្សាទៅលើសុភមង្គលហើយនិងសុខភាពគ្រួសារចាធ្វើម៉េចដើម្បីឲ្យរក្សាអាពាហ៍ពិពាហ៍មួយនៅតែរីករាយអញ្ចឹងអ្វីដែលគេរកឃើញហ្នឹងគឺវាពិតជាខុសពីអ្វីដែលពួកយើងគិតចាកន្លងមកយើងតែគិតថាវាត្រូវតែមានក្តីស្រឡាញ់នៅក្នុងហ្នឹងប៉ុន្តែគេរកឃើញថាក្តីស្រឡាញ់មិនមែនគ្រាន់តែជា main ingredient ណាមិនមែនជាគ្រឿងផ្សំចម្បងតែមួយមុខគត់ទេដែលរក្សាជីវិតអាពាហ៍ពិពាហ៍មួយឲ្យរីករាយក្នុងនោះគឺគេបានរកឃើញ6-7ចំណុចដែលខ្ញុំគិតថាវាគឺជារឿងសាមញ្ញជាទីបំផុតហើយដែលពួកយើងទាំងអស់គ្នាអាចធ្វើបានកន្លងមកយើងតែងតែគិតថាអាពាហ៍ពិពាហ៍មួយដែលអាចរស់នៅជាមួយគ្នាមានសុភមង្គលមានសេចក្តីសុខហ្នឹងគឺវាគឺជាមូលដ្ឋានគ្រឹះត្រូវតែជាក្តីស្រឡាញ់ប្រកបហើយវាត្រូវមានក្តីស្រឡាញ់ប៉ុន្តែក្តីស្រឡាញ់វាមិនមែនជាគ្រឿងផ្សំតែមួយមុខទេហើយរួមទាំងអារម្មណ៍ពុះ control រួមទាំងអត្តចរិតដូចគ្នា personality matching ណាចាហ្នឹងក៏វាមិនមែនជាកត្តាតែមួយយ៉ាងដែរអ្វីដែលគេរកឃើញហ្នឹងគឺវាគឺជាគុណភាពជីវិតដែលយើងចំណាយជាមួយគ្នាជារៀងរាល់ថ្ងៃអញ្ចឹងក្នុងហ្នឹងគឺគេលើកយក6-7ចំណុចដើម្បីឲ្យពួកយើងយកមកពិចារណាហើយដែលខ្ញុំគិតថាវាងាយស្រួលយើងពួកយើងក៏អាចយកទៅអនុវត្តទាំងអស់គ្នាបានទី1គឺគេផ្ដោតទៅលើសមត្ថភាពដែលពួកយើងអាចយល់ពីអារម្មណ៍គ្នាទៅវិញទៅមកបាននៅពេលដែលដៃគូម្ខាងទៀតគាត់នៅក្នុងស្ថានភាពលំបាកយើងនិយាយថាពេលដែលប្តីយើងឬក៏ប្រពន្ធយើងគាត់នៅក្នុងស្ថានភាពលំបាកគាត់ stress គាត់ down គាត់អីចឹងណាគាត់មានទុក្ខលំបាករបស់គាត់ក្នុងនាមជាប្តីក្នុងនាមជាប្រពន្ធគឺយើងអាចមានសមត្ថភាពយល់ពីគាត់ connect អារម្មណ៍មួយនឹងជាមួយគាត់ណាអាហ្នឹងគឺពិសេសមួយទៀតដែរគឺអាទម្លាប់ដែលយើងនិយាយអរគុណគ្នាជារៀងរាល់ថ្ងៃចាវាសាមញ្ញមែនទែនប៉ុន្តែប្រហែលជាប្តីប្រពន្ធមួយចំនួនអាចបានធ្វើទេឬក៏យើងគិតថាអរគុណត្រូវតែជាទៅសេជា message ឬក៏ជាឱកាសពិសេសអីមួយឬក៏គាត់ធ្វើអីបានធំមួយប៉ុន្តែក៏ពិតអត់ទេគឺគេលើកទឹកចិត្តឲ្យយើងទម្លាប់និយាយអរគុណជារៀងរាល់ថ្ងៃទៅលើរឿងរ៉ាវតូចៗដែលប្តីយើងប្រពន្ធយើងបានធ្វើគឺជាការដឹងគុណមួយដ៏អស្ចារ្យដែលធ្វើឲ្យគាត់មានកម្លាំងចិត្តមែនទែនជារៀងរាល់ថ្ងៃមួយទៀតគឺពេលដែលឆ្លោះគ្នាប្តីប្រពន្ធទាំងឡាយខ្ញុំជឿ 100% គឺឆ្លោះគ្នាជាប្រចាំអញ្ចឹងណាគាត់ថាតើក្នុងពេលដែលឆ្លោះគ្នាហ្នឹងយើងឆ្លោះគ្នាក្នុងស្ថានភាពអីអញ្ចឹងអីដែល Howard រកឃើញហ្នឹងគឺឆ្លោះគ្នាប្រកែកគ្នាទូទៅធម្មតាប្តីប្រពន្ធសាមញ្ញមនុស្សលោកដូចគ្នាអញ្ចឹងណាប៉ុន្តែអីដែលអស្ចារ្យហ្នឹងគឺពេលដែលយើងប្រកែកគ្នាឆ្លោះគ្នាហ្នឹងគឺវាអត់មានភាសាមើងងាយគ្នាទេអត់មានភាសាបន្តបង្អាប់ទេ deal គ្នាមើងងាយគ្នាអត់មានទេកន្លែងហ្នឹងហើយដែលធ្វើឲ្យការឲ្យតម្លៃគ្នាទៅវិញទៅមករវាងប្តីប្រពន្ធដែលវារក្សាចំណងអាពាហ៍ពិពាហ៍ហ្នឹងឲ្យនៅតែមានសុភមង្គលហើយអីដែលអស្ចារ្យហ្នឹងគឺបន្ទាប់ពីឆ្លោះគ្នាហើយប្តីប្រពន្ធដែលនៅតែរក្សាសុភមង្គលបានហ្នឹងគឺគាត់ងាកមកត្រូវគ្នាគាត់ត្រឡប់មកត្រូវគ្នាវិញលឿនណាអាចគាត់ឆ្លោះគាត់ប្រកាយគាត់អីចឹងទៅមកស្ទុះគាត់ត្រូវគ្នាវិញក៏មានដែរចាហើយខ្ញុំឃើញច្រើនអញ្ចឹងមានន័យថាយើងអត់មានឆ្លោះគ្នាលក្ខណៈស៊ីសាច់ហត់ឈាមខឹងលក្ខណៈថាខឹងងុំគុំគ្នារោគលៈសងសឹកគ្នាមិនសងសឹកអីជាធំដុំអីទេមិនតែលក្ខណៈថាសងសឹកអាលក្ខណៈបើចាញ់មួយយកឈ្នះគាត់វិញឲ្យបានមួយអញ្ចឹងអត់ទេអញ្ចឹងគឺត្រឡប់មកត្រូវគ្នាវិញលឿនណាមួយទៀតដែរគឺគេនិយាយអំពីចិត្តអាណិតមេត្តាចាមានចិត្តអាណិតគ្នាជារៀងរាល់ថ្ងៃអញ្ចឹងអាណិតហ្នឹងមិនមែនតតែមានហេតុការណ៍ធំក្នុងជីវិតដែលយើងត្រូវធ្វើការសម្រេចចិត្តទេប៉ុន្តែអត់ទេអាណិតហ្នឹងគឺចង់និយាយថាយើងមើលឃើញអំពីទុក្ខលំបាករបស់គាត់យើងយល់អំពីផលលំបាកផ្សេងការពុះពៀអីទាំងអស់របស់គាត់ដើម្បីគ្រួសារមួយនឹងដើម្បីយើងក្នុងនាមជាប្រពន្ធជាប្តីណាចាអញ្ចឹងគឺនៅក្នុងនឹងទាំងអស់គឺយើងមើលឃើញពីបេះដូងសន្តោសមេត្តារបស់គាត់ចិត្តអាណិតមេត្តាហ្នឹងគឺយើងអាចមើលឃើញតាមរយៈទង្វើជារៀងរាល់ថ្ងៃចាមានន័យថាយើងមិននិយាយតែមាត់ទេយើងស្រឡាញ់ក៏ស្រឡាញ់មិននិយាយតែមាត់ដែរបងប្អូនទាំងអស់គ្នាយើងស្រឡាញ់យើងអាណិតគឺវាបង្ហាញចេញតាមសកម្មភាពតាមទង្វើតាមកាយវិការដែលយើងនៅជាមួយគ្នាជារៀងរាល់ថ្ងៃមួយទៀតដែរគឺគាត់និយាយអំពីការចេះបត់បែនសមត្ថភាពដែលយើងអាចបត់បែនសមត្ថភាពដែលយើងអាចចូលទៅកាន់ហេតុការណ៍នៅពេលដែលវាមានរឿងរ៉ាវកើតឡើងអត់ដូចអ្វីដែលពួកយើង plan អត់ដូចអ្វីដែលពួកយើងគិតអញ្ចឹងប្តីប្រពន្ធដែលអាចរស់នៅជាមួយគ្នាហើយពោពេញទៅដោយសុភមង្គលហ្នឹងគឺគាត់មានសមត្ថភាពនឹងដូចគ្នាមានន័យថាជីវិតវាបត់ទៅណាក៏ដោយដែរគឺគាត់ទាំងពីរនេះអាចបត់បានទាំងអស់អញ្ចឹងណាករណីហ្នឹងខ្ញុំនិយាយទាំងកំហុសខុសឆ្គងដែលយើងអត់បានដឹងមុនឬក៏យើងមិនដែលគិតថាវាអាចកើតដែលយើងមិនដែលគិតថាវាអាចកើតនៅក្នុងជីវិតអាពាហ៍ពិពាហ៍យើងអញ្ចឹងនៅពេលដែលវាកើតអញ្ចឹងតើយើងមានសមត្ថភាពទទួលយកបត់បែនចាយល់ពីកលៈទេសៈយល់ពីហេតុផលទៅតាមនឹងអញ្ចឹងនៅពេលដែលប្តីប្រពន្ធពីរនាក់អាចបត់បែនអាចយល់ពីកលៈទេសៈហើយមានសមត្ថភាពផ្លាស់ប្ដូរទៅតាមនឹងទាំងពីរនាក់អញ្ចឹងនឹងកន្លែងហ្នឹងហើយដែលវាធ្វើឲ្យជីវិតអាពាហ៍ពិពាហ៍របស់គាត់នៅតែរីករាយ
មួយទៀតគឺគេនិយាយអំពីអារម្មណ៍ដែលយើងមានឲ្យគ្នាទៅវិញទៅមកមានន័យថានៅពេលដែលដៃគូរបស់យើងគាត់មានឧបសគ្គអានឹងវាស្តៀងជាមួយចំណុចទី1ដែរណាអញ្ចឹងតើយើងផ្ដល់ support ចាយើងយល់ពីគាត់យើងអាចផ្ដល់យោបល់ឲ្យគាត់ឬក៏យើងអាចជួយចែករំលែកចាផលលំបាកនឹងជាមួយគាត់បានកម្រិតណានិយាយជារួមទៅគឺយើងអាចយល់ពីអារម្មណ៍គ្នាសឹងថាពេលខ្លះគាត់អត់ចាំបាច់និយាយយើងគ្រាន់តែឃើញកាយវិការឬក៏អ្នកខ្លះប្តីប្រពន្ធមួយចំនួនគាត់ប្រកែរក្សាទឹកមុខទៀតអញ្ចឹងយើងគ្រាន់តែស្រឡឹងកែវភ្នែកគាត់ឬក៏យើងឃើញទង្វើមួយចំនួនសកម្មភាពមួយចំនួនគឺយើងអាចយល់ពីបេះដូងគាត់ហ្មងយល់ពីអារម្មណ៍គាត់ហ្មងថាគាត់កំពុងនៅក្នុងស្ថានភាពអីកន្លែងនេះខ្ញុំគិតថាពិសេសមែនទែនសម្រាប់ប្តីប្រពន្ធដែលអាចយល់កម្រិតហ្នឹងណាពីព្រោះខ្ញុំឃើញច្រើនណាស់ប្តីប្រពន្ធខ្លះចាសូម្បីតែយើងឃើញគាត់អត់និយាយប៉ុណ្ណឹងហើយយើងនៅតែញ៉េះញ៉ោះលេងឬក៏យើងអត់ដឹងឬក៏ចង់និយាយថាមានអារម្មណ៍ថាវាទូលភ្នំម្នាក់ឯងហើយដល់ពេលម្នាក់ទៀតអត់ដឹងអីសោះហ្មងចាសំបីតែឃើញយើងមុខអញ្ចឹងហើយទង្វើយើងអញ្ចឹងហើយបាយមិននឹកទឹកមិនស្រេកអីហ្នឹងភាសាបុរាណរបស់យើងហ្នឹងណាក៏នៅតែអត់យល់ទៀតអត់ដឹងគិតមិនយល់ចាគិតមិនយល់ហើយអត់មាន comment សិនដឹងទៀតអាហ្នឹងគឺធ្ងន់ហ្មងសម្រាប់ខ្ញុំណាចាប៉ុន្តែករណីដែល Harvard រកឃើញនេះគឺជា level មួយទៀតដែលគាត់អាចយល់ចាគាត់អាចយល់ពីអារម្មណ៍របស់ប្តីប្រពន្ធគាត់ទាំងសងខាងហើយអ្វីដែលពិសេសហ្នឹងមិនត្រឹមតែយល់ទេគឺគាត់អាចនិយាយប្តីប្រពន្ធមួយចំនួនគឺគាត់អត់សូវនិយាយគ្នាហើយក៏គាត់អត់សូវនិយាយពីអារម្មណ៍ដែរពេលខ្លះដោយសារតែអីខ្ញុំធ្លាប់ share ពីមុនមកគឺដោយសារតែពេលដែលនិយាយសាកល្បងម្ដងហើយម្ដងទៀតវាអត់បានផលចាមួយខាងទៀតអត់អាចយល់បានអញ្ចឹងធ្វើឲ្យគាត់លេងចង់និយាយអញ្ចឹងករណីនេះគឺគាត់ចង់និយាយថាប្តីប្រពន្ធដែលអាចយល់ចាសូម្បីតែពេលខ្លះយើងអត់និយាយក៏មួយខាងទៀតយល់ហើយមួយទៀតគឺយើងអាចមានសមត្ថភាពនិយាយពីអារម្មណ៍ចាយើងជាប្រភេទប្តីប្រពន្ធដែលចូលចិត្តនិយាយពីអារម្មណ៍ប្រាប់គ្នាទៅវិញទៅមកដើម្បីជួយគ្នាអញ្ចឹងសរុបជារួមមកមិនមែនគ្រាន់តែជាក្តីស្រឡាញ់អារម្មណ៍ពុះ control ឬក៏អត្តចរិត personality ដូចគ្នាទេប៉ុន្តែគឺជាការព្រួយបារម្ភអ្វីដែលយើងយកចិត្តទុកដាក់ការដឹងគុណសកម្មភាពទូចៗដែលយើងធ្វើជាមួយគ្នារាល់ថ្ងៃការដែលអាចយល់ពីអារម្មណ៍របស់គ្នាទៅវិញទៅមកហ្នឹងហើយដែលធ្វើឲ្យជីវិតអាពាហ៍ពិពាហ៍មួយនៅតែរីករាយចានៅតែមានសុភមង្គលហើយកុំចេះតែគិតថាពេលដែលយើងស្រឡាញ់គ្នាហើយយើងអត់ចាំបាច់ប្រឹងចាគឺបងប្អូនទាំងអស់គ្នាត្រូវតែប្រឹងអានឹងទាំងអស់ហ្នឹងគឺយើងតតែប្រឹងធ្វើរាល់ថ្ងៃជាមួយគ្នាទៅអាចទៅរួចមិនមែនថាស្រឡាញ់គ្នាយល់ចិត្តគ្នាហើយមិនរវល់មួយគ្នាអត់ទេអាក្តីអាការរវល់អាការបារម្ភការយកចិត្តទុកដាក់ការដឹងគុណជារៀងរាល់ថ្ងៃហ្នឹងហើយដែលវាធ្វើឲ្យគុណភាពនៃជីវិតអាពាហ៍ពិពាហ៍របស់យើងវាកាន់តែពិសេសអញ្ចឹងដើម្បីឲ្យជីវិតអាពាហ៍ពិពាហ៍មួយនៅតែមានសុភមង្គលមិនថាយើងរៀបការប្រហែលឆ្នាំក៏ដោយដែរគឺត្រូវចាំគឺយើងត្រូវកសាងសន្សំជារៀងរាល់ថ្ងៃអញ្ចឹងបើសិនជាថ្ងៃនេះបងប្អូនកំពុងមើលវីដេអូនេះជាមួយប្តីប្រពន្ធអាចចានិយាយទៅកាន់ប្តីប្រពន្ធខ្លួនឯងអោបគាត់កាន់ដៃគាត់និយាយពាក្យថាដឹងគុណគាត់និយាយអ្វីដែលយើងចង់និយាយក្នុងបេះដូងណាក្រៅតែពីពាក្យស្រឡាញ់ហើយអាចសារភាពពីអ្វីដែលគាត់បានធ្វើអ្វីដែលគាត់បានលះបង់ប្រាប់គាត់ថាយើងដឹងគុណគ្រប់បែបយ៉ាងហើយយើងអរគុណដែលគាត់នៅជាមួយយើងគ្រប់ពេលរហូតដល់ថ្ងៃនេះ